Cọp chun đái ngày ní chỉ ngày tí đập pram khai mi tờ na năm pi pon ở phây pram hỏi cọp chun chỉ ngày mùi đại chỉ khúc lược tí học sở bảy năm đại prasat preo hia trời ban là ca vô địch thô anh đã chiến sầm rạch ở Campuchia chia một chắc cầm sật lơ prasat này hỏi cọp chun bằng phốt đáiในថ្ងៃទី15ខែមិថុនាឆ្នាំ2025នេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិទាក់ទិនទៅនឹងវិវាទព្រំដែនកម្ពុជាថៃនៅតំបន់មុំ3ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីហើយខ្ញុំនឹងរៀបរាប់អំពីរឿងរ៉ាវនៃការទទួលបាននៅជោគជ័យដែលតុលាការអន្តរជាតិបានសម្រេចឲ្យកម្ពុជាឈ្នះនិងជាម្ចាស់កម្មសិទ្ធិលើប្រាសាទជូនបងប្អូនទាំងអស់គ្នាជាទីសម្រាប់ប្រាសាទព្រះវិហារនេះគឺបានវិវាទគ្នារវាងថៃហើយនិងខ្មែរលើការទាមទារប្រាសាទថាជាកម្មសិទ្ធិរបស់ខ្មែរថាជាកម្មសិទ្ធិរបស់ថៃអញ្ចឹងខ្ញុំនឹងមកប្រាប់អំពីទីតាំងនិងស្ថានភាពនៃប្រាសាទព្រះវិហារបងប្អូនខ្មែរយើងពិតជាបានស្គាល់ច្បាស់ហើយថាប្រាសាទព្រះវិហារនៅលើភ្នំដងរែកហើយជាទឹកដីរបស់ខ្មែរយើងប្រាសាទព្រះវិហារគឺមានទីតាំងនៅក្នុងចំណោមបរិស្ថានដែលមានលក្ខណៈគួរឲ្យចាប់អារម្មណ៍នៅលើខ្សែព្រំដែនកម្ពុជាថៃពោលគឺនៅលើជួរភ្នំដងរែកប្រាសាទព្រះវិហារនេះបើនិយាយចំទៅនៅក្នុងភាសាសំស្ក្រឹតគេហៅថាគេប្រែថាជាម្ចាស់នៃភ្នំឬក៏អំណាចនៃភ្នំបាទមានកម្ពស់665ម៉ែត្រធៀបនឹងកម្ពស់ទឹកសមុទ្រមានលក្ខណៈជាច្រាំងបាក់ចុះទៅខាងដីព្រះវិហារទៀតផងវាមានទីតាំងនៅខាងជើងនៃប្រទេសកម្ពុជាមានចម្ងាយ625គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងជាកន្លែងជួបប្រសពគ្នានៃព្រំដែនកម្ពុជាថៃផងដែរឥឡូវនេះយើងមកមើលលក្ខណៈសំខាន់នៃប្រាសាទព្រះវិហារយើងវិញម្ដងប្រាសាទនេះមានលក្ខណៈខុសពីគេដោយសារតែវាបែរមុខទៅទិសខាងជើងគឺវាមានត្រូវបានកសាងឡើងដោយសណ្ដូកលើភ្នំដងរែកសណ្ដូកនៅលើភ្នំដងរែកតែម្ដងប្រាសាទនេះមានលក្ខណៈជាភ្នំហើយបើយើងសង្កេតទៅលើស្ថាបត្យកម្មខ្មែរពីមុនដែលគោរពលើភ្នំព្រះសុមេរុនោះពោលគឺមានលក្ខណៈជំរាលចុះទៅខាងទឹកដីសៀមបើគិតពីលក្ខណៈស្ថាបត្យកម្មវិញនោះយើងឃើញថាមូលហេតុដែលគេសាងប្រាសាទនោះបែរមុខទៅជើងគឺដោយសារសម័យនោះមានការគោរពព្រហ្មញ្ញសាសនាដូចនេះគេសង់ប្រាសាទនេះឡើងគឺឧទ្ទិសដល់ព្រះវិស្ណុបើយើងមើលរូបភាពពុះនោះយើងនឹងឃើញហាក់បីដូចជាព្រះវិស្ណុដោយយកជើងបែរទៅទិសខាងជើងរួចសេចក្តីមកប្រាសាទព្រះវិហារគឺជាប្រាសាទដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកឲ្យកូនចៅចំនួនក្រោយនេះឯចំណែកបញ្ហាដែលថាប្រាសាទព្រះវិហារដែលបែរមុខទៅប្រទេសថៃទិសខាងជើងមិនមានអ្វីដែលគួរឲ្យងឿងឆ្ងល់នោះទេព្រោះទឹកដីរបស់ខ្មែរយើងនាសម័យបុរាណមានទំហំធំធេងណាស់ព្រោះទឹកដីរបស់ប្រទេសថៃរាល់ថ្ងៃនេះឬក៏ទឹកដីសៀមរបស់រាល់ថ្ងៃនេះគឺជាទឹកដីខ្មែររបស់យើងកាលពីសតវត្សទី1ទី2ទី3រហូតដល់សៀមបានបង្កើតប្រទេសនៅសតវត្សទី13ដូច្នេះហើយយើងមិនបាច់ចាំងឿងឆ្ងល់ទេបាទហើយបានលាតសន្ធឹងខាងជើងទល់នឹងប្រទេសចិនទឹកដីខ្មែរយើងសម័យជ័យវរ្ម័នទី7ហ្នឹងគឺលាតសន្ធឹងខាងជើងតួចិនទឹកដីខ្មែរយើងបើយើងនិយាយអំពីសម័យដ៏រុងរឿងនៃមហានគរគឺមានព្រំប្រទល់ខាងជើងតួចិនឯណោះបាទធំធេងណាស់
នៅពេលនោះថៃមិនទាន់មានទឹកដីនៅឡើយនោះទេថៃមានដើមកំណើតមកពីជនជាតិភាគតិចដែលរត់ភៀសខ្លួនមកវាយប្រហារដែលបានរត់ភៀសខ្លួនពីការវាយប្រហារពីប្រទេសម៉ុងហ្គោលលក្ខណៈព្រំដែនគោកកម្ពុជាថៃព្រំដែនកម្ពុជាថៃមានប្រវែង800ម៉ែត្រជាងចាប់ពីឈូងសមុទ្រសៀមឆ្ពោះទៅទិសខាងជើងរួចទិសខាងកើតតាមជួរភ្នំដងរែករហូតដល់ព្រំប្រទល់ទាំង3គឺកម្ពុជាឡាវនិងថៃនៅត្រង់ច្រកភ្នំព្រះច័ន្ទបុត្រព្រំដែនកម្ពុជាថៃត្រូវកំណត់ឡើងដោយសន្ធិសញ្ញាអន្តរជាតិហើយព្រមទាំងនោះបានបោះបង្គោលព្រំសីមានៅនឹងកន្លែងទៀតផងព្រំដែននេះត្រូវបានគេទទួលស្គាល់សារជាថ្មីថាជាព្រំដែនអន្តរជាតិនៅក្នុងរឿងក្តីក្តាមប្រាសាទព្រះវិហារឆ្នាំ1962នៅក្នុងតុលាការអន្តរជាតិទីក្រុងឡាអេយើងទៅមើលលក្ខណៈច្បាប់ព្រំដែនកម្ពុជាថៃជាព្រំដែនដែលបានកំណត់ដោយកិច្ចព្រមព្រៀងអន្តរជាតិរវាងអាណានិគមបារាំងនិងប្រទេសថៃព្រំដែននេះបានត្រូវគណៈកម្មការចម្រុះបារាំងសៀមបានកំណត់ឡើងនិងបោះបង្គោលខណ្ឌសីមាចំនួន73បង្គោលក្នុងកំឡុងឆ្នាំ1918ដល់ឆ្នាំ1919ប៉ុន្តែដោយបង្គោលខ្លះធ្វើអំពីឈើឬយកដើមឈើធ្វើជាបង្គោលនោះគណៈកម្មការចម្រុះបារាំងសៀមបានសម្រេចបោះបង្គោលសារជាថ្មីនិងមានឯកសារស្តីពីការដាំបង្គោលព្រមទាំងមានការបញ្ជាក់អះអាងថាបង្គោលទាំងនោះសាងសង់ដោយបេតុងអាមេក៏ដោយក៏យើងមានក្តីសង្ឃឹមតិចតួចណាស់ថានឹងមានលទ្ធភាពរកបង្គោលដែលបានធ្វើឡើងជិត1សតវត្សរ៍ហើយនោះឲ្យឃើញទាំងអស់បានសរុបមកដោយសារហេតុផលទាំងនេះតុលាការបានសម្រេចតាមការស្នើសុំរបស់កម្ពុជាលើការទាមទារនិងអធិបតេយ្យភាពលើប្រាសាទព្រះវិហារសេចក្តីសម្រេចរបស់តុលាការបានទាត់ចោលតាមសារដីកាចុះថ្ងៃទី26ខែឧសភាឆ្នាំ1961ការជំទាស់របស់រដ្ឋាភិបាលសៀមឲ្យប្រកាសថាតុលាការមានសមត្ថកិច្ចនឹងវិនិច្ឆ័យលើសំណុំរឿងវិវាទដែលរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យនាថ្ងៃទី6តុលាឆ្នាំ1959បន្ទាប់ពីបានសិក្សានិងស្ដាប់ភាគីទាំងពីរមកតុលាការបានធ្វើសេចក្តីសម្រេចដូចតទៅតាមសារដីកាចុះថ្ងៃទី15មិថុនាឆ្នាំ1962ដោយមានសម្លេង9យល់ស្របនិង3ប្រឆាំង